បងប្អូនកាលពីម្សិលមិញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនបានបង្ហោះសារមួយដែលជាអត្ថបទដើមរបស់លោកសុរឆាតបំរុងសុខជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃអត្ថបទទាំងស្រុងមានអត្ថន័យដូចតទៅសម្រាប់បងប្អូនដែលមានតម្រូវការចង់បានម៉ូតូថ្មីនិងម៉ូតូគ្រប់ប្រភេទដែលមានសេវាកម្មបង់រំលោះវាយដូរនិងទិញដាច់បងប្អូនអាចអញ្ជើញមករកបាននៅហាងម៉ូតូទំនើបសុខវិចិត្រជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសុរឆាតបំរុងសុខអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃដែលមានចំណងជើងថាបញ្ហាបញ្ច្រាស់មកវិញសង្គ្រាមក៏បានធ្វើឲ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរខ្ញុំសូមចូលរួមចែករំលែកនៅអត្ថបទនេះដោយបកប្រែក្រៅផ្លូវការដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃបានជ្រាបនិងយល់ដឹងបន្ថែមដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកសូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុងអត្ថបទលោកសុរឆាតបំរុងសុខអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃស្ដីពីបញ្ហាបញ្ច្រាស់មកវិញសង្គ្រាមក៏បានធ្វើឲ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរលើសពីនេះការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់គឺសង្គ្រាមបានធ្វើឲ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំដូចគ្នានេះដែរសង្គ្រាមបានធ្វើឲ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថាសង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរនៃគឺសង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្ដល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុមអ្នកល្មូបសង្គ្រាមនៅថៃដែលជឿថាការប្រើកម្លាំងយោធាជាពិសេសការវាយប្រហារតាមអាកាសអាចនាំឲ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំមិនថាវាយតម្លៃយ៉ាងណាក៏ដោយជំនឿបែបនេះមិនមែនជាការពិតទេទោះជាយ៉ាងណាប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធានោះការទូតត្រូវតែរឹងមាំជាងនេះប៉ុន្តែបញ្ហាគឺការទូតរបស់ថៃសប្តាហ៍ថ្ងៃហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជាឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរបើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃនិងកម្ពុជាថៃជាញឹកញាប់តែងដើរតាមក្រោយហើយស្ថិតក្នុងស្ថានភាពការពារខ្លួននៅក្នុងសង្គ្រាមព័ត៌មានផងដែរអ្វីដែលបានសរសេរខាងលើមិនមែនមានបំណងនិយាយថាភាគីកម្ពុជាពូកែជាងថៃនោះទេប៉ុន្តែមានបំណងបង្ហាញឲ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហាហើយមិនចង់ឲ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះទេព្រោះការធ្វើដូច្នេះនឹងនាំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិតហើយក៏មិនអាចផ្ដល់ផលប្រយោជន៍យុទ្ធសាស្ត្រដោយដែលបានរំពឹងទុកនោះដែរនៅទីបញ្ចប់ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជាហើយត្រូវទទួលស្គាល់ផងដែរថាកម្ពុជាសប្តាហ៍ថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិតកម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្ដួចផ្ដើមគំនិតនិងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់ដូច្នេះគំនិតរបស់នាយករដ្ឋមន្ត្រីអនុទិនក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាមគឺជាបញ្ហាប្រឈមដ៏ធំមួយពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេអញ្ចឹងដូចបងប្អូនទាំងអស់គ្នាបានស្ដាប់ឮហើយលោកសុរឆាតបំរុងសុខបានលើកឡើងរួចហើយថាកម្ពុជាសប្តាហ៍ថ្ងៃកំពុងតែដើរទៅមុនសៀមហើយតាក់ទងជាមួយនឹងទំនាក់ទំនងអន្តរជាតិតាក់ទងជាមួយនឹងការទូតឬក៏កិច្ចការងារនៅលើឆាកអន្តរជាតិហើយខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនណាកន្លងមកខ្ញុំបានលើកឡើងច្រើនដងហើយថាកម្ពុជាមានប្រៀបលើថៃនៅលើឆាកអន្តរជាតិខ្ញុំនិយាយច្រើនដងខ្លាំងមែនទែនហើយឥឡូវនេះលោកសុរឆាតបំរុងសុខក៏បានលើកឡើងដូចគ្នាផងដែរបងប្អូនទាំងអស់គ្នាបងប្អូនសាកគិតបន្តិចទៅនៅពេលដែលសម្ដេចធិបតីលោកអញ្ជើញទៅទស្សនកិច្ចនៅវៀតណាមថៃទៅវៀតណាមលោកទៅចិនថៃទៅចិននៅពេលដែលលោកទៅប្រទេសបារាំងថៃគេទៅប្រទេសបារាំងដែរឥឡូវបងប្អូនទាំងអស់គ្នាជួយគិតលើមើលតើថៃដើរមុនយើងឬក៏យើងដើរមុនថៃកន្លែងហ្នឹងយើងត្រូវទទួលស្គាល់ទាំងអស់គ្នាយើងមើលឃើញនឹងភ្នែកលឺនឹងត្រចៀកអញ្ចឹងដូចអ្វីដែលលោកបំរុងសុខបានលើកឡើងអញ្ចឹងថាការដែលលោកអនុទិនស្វែងរកដំណោះស្រាយដើម្បីបញ្ចប់បញ្ហាតាមព្រំដែននេះវាគឺជារឿងដ៏ប្រឈមធំខ្លាំងបំផុតសម្រាប់លោកអនុទិនព្រោះដោយសារលោកអនុទិនដើរក្រោយកម្ពុជារហូតត្រឡប់មកវិញបងប្អូនទាំងអស់គ្នានៅទីបំផុតនៅចុងបញ្ចប់បងប្អូនខ្ញុំជឿថាថៃត្រូវតែប្រគល់ដីដែលខ្លួនគ្រប់គ្រងដោយខុសច្បាប់ក្នុងពេលបច្ចុប្បន្ននេះមកឲ្យកម្ពុជាជាដាច់ខាតហើយថៃត្រូវតែដកទ័ពត្រឡប់ទៅវិញទៅទីតាំងដើមទៅទឹកដីរបស់ខ្លួនវិញជាមិនខានដោយគ្មានជំរឿសទេព្រោះថៃមិនមែនជាប្រទេសមហាអំណាចដូចរុស្ស៊ីដូចចិនដូចអាមេរិកអត់ទេថៃគ្រាន់តែជាប្រទេសមួយធម្មតាដូចតែគេដូចតែឯងដែរទេគ្រាន់តែថៃមានប្រជាជនច្រើនជាងយើងសេដ្ឋកិច្ចធំជាងយើងវាជារឿងធម្មតាតែបងប្អូនព្រោះប្រជាជនច្រើនជាងយើងសេដ្ឋកិច្ចគាត់ត្រូវតែច្រើនជាងយើងវាជារឿងធម្មតាមិន
មិនមានអីចម្លែកទេវាប្រៀបបានដូចជាសមាជិកកូន10នាក់ម្ដាយឪពុកចង់មិនចង់ត្រូវតែមានចំណូលច្រើនជាងម្ដាយឪពុកដែលគាត់មានគ្រួសារមានកូនតែ2នាក់ឬក៏មានកូនម្នាក់វាជារឿងធម្មតាទេអញ្ចឹងប្រទេសថៃមិនមែនជាប្រទេសមហាអំណាចដែលអាចធ្វើអីស្រេចតែចិត្តមិនគោរពច្បាប់អន្តរជាតិទេបងប្អូនចូលចងចាំកន្លែងនេះនៅចុងបញ្ចប់ថៃត្រូវតែចូលតាមច្បាប់អរគុណបងប្អូនជម្រាបលា